សួស្តីស្វាគមន៍មកកាន់វីដេអូរៀនភាសាអង់គ្លេសថ្ងៃនេះគ្រូមានមេរៀនវេយ្យាករណ៍អង់គ្លេសយកមកបង្រៀនមេរៀនរបស់យើងគឺយើងនិយាយអំពីពាក្យ there is there are there is there are មានអត្ថន័យតែមួយ there is ប្រែថាមាន there are ប្រែថាមាន there is គឺយើងប្រើសម្រាប់នាមឯកវចនៈឬវត្ថុតែមួយ there are ប្រើសម្រាប់នាមពហុវចនៈឬវត្ថុពីរឡើងទៅរូបមន្តរបស់វាគឺយើងមាន there is បូកជាមួយ ឬក៏ earn រួចហើយបូកជាមួយនាមឯកវចនៈនាមដែលមានចំនួនតែមួយ there are បូកតែជាមួយនាមពហុវចនៈនាមចាប់ពី2ឡើងទៅបីឧទាហរណ៍ there is a book on the table មានសៀវភៅមួយក្បាលនៅលើតុ there is a cat under the chair មានឆ្មាមួយនៅក្រោមកៅអី there is an apple in the bag មានផ្លែប៉ោមមួយនៅក្នុងកាបូបពាក្យ earn ហើយនិងពាក្យ នៅពេលណាដែលយើងប្រើ ហើយនៅពេលណាដែលយើងប្រើ earn គឺយើងប្រើនៅមុខនាមណាដែលផ្ដើមដោយចិញ្ចនៈយើងប្រើនៅមុខនាមណាដែលផ្ដើមដោយស្រៈដូចជាពាក្យ earn apple in the bag មានផ្លែប៉ោមមួយនៅក្នុងកាបូបពាក្យ there are ឧទាហរណ៍ពាក្យ there are two books on the table មានសៀវភៅ2ក្បាលនៅលើតុត្រូវចំណាំនាមដែលចាប់ពី2ឡើងទៅនាមដែលមានចំនួន2ឡើងទៅគឺយើងត្រូវថាបន្ថែមអក្សរ s លើនាមនោះ there are two students on the table មានសៀវភៅ2ក្បាលនៅលើតុ there are 5 students in the classroom មានសិស្ស5នាក់នៅក្នុងថ្នាក់រៀន there are many trees in the park មានដើមឈើជាច្រើននៅក្នុងសួនប្រយោគបដិសេធ there is បូកជាមួយនឹងពាក្យ not ឬហៅថា there is not ឬក៏ there isn't ពាក្យ not ប្រែថាមិន isn't ប្រែថាមិន there isn't a dog in the house មិនមានឆ្កែមួយនៅក្នុងផ្ទះទេ there are not ឬក៏ there aren't any car on the road មិនមានឡានណាមួយនៅលើផ្លូវទេសំណួរប្រយោគសំណួរយើងបដូរយក is ដាក់នៅពីមុខ there is there a teacher in the classroom is there a teacher in the classroom តើមានគ្រូនៅក្នុងថ្នាក់រៀនដែរឬទេ are there any students in the class តើមានសិស្សនៅក្នុងថ្នាក់រៀនដែរឬទេ